ការបកស្រាយរបស់នរិនបានធ្វើឲ្យភាពតានតឹងរសាយចេញអស់ពីក្នុងទ្រូងរបស់តិវ័នព្រោះបើតាមស្ដាប់ការរៀបរាប់របស់នរិនបញ្ហាមួយនេះហាក់មិនបាននឹងបញ្ចប់ដោយការអះអាងរបស់ពូរដ្ឋានិងរចនាឡើយទន្ទឹមនឹងនេះតិវ័នក៏ហួសចិត្តមិនស្ទើរដែរចំពោះប្អូនស្រីរបស់ខ្លួនដែលខ្លួនខំប្រឹងបណ្ដុះបណ្ដាលដោយផ្ទាល់ដៃអស់រយៈពេលជាច្រើនខែប៉ុន្តែគ្រាន់តែមកចាត់ចែងការងារជំនួសខ្លួន2ថ្ងៃប៉ុណ្ណោះបែរជាធ្វើឲ្យរឿងគ្រប់យ៉ាងច្របូកច្របល់ដល់ថ្នាក់នេះរវល់តែនិយាយគ្នាខ្ញុំភ្លេចអញ្ជើញលោកអង្គុយចុះឲ្យឈឹងសូមលោកទីវ៉ាន់អញ្ជើញអង្គុយចុះសិនមកសឹមជជែកគ្នាបន្តទៀតសាក់យកទឹកត្រជាក់មួយកែវមកជូនលោកទីវ៉ាន់ពិសាផងនរិនបានអញ្ជើញលោកទីវ៉ាន់ឲ្យអង្គុយចុះនិងបានប្រាប់មនុស្សជំនិតរបស់ខ្លួនឲ្យយកទឹកមកជូនទីវ៉ាន់អ្នកទាំង3នរិនសត្យានិងទីវ៉ាន់បានអង្គុយចុះព្រមគ្នាមុនពេលដែលទីវ៉ាន់ចាប់ផ្ដើមនិយាយទៅកាន់នរិនបន្តទំនងក្នុងន័យសម្របសម្រួលដើម្បីបញ្ចប់បញ្ហាថ្លែងពីរចនាឯណោះដោយសាររយៈពេល2ថ្ងៃដែលនាងមកដល់ការដ្ឋាននៅសំឡូតនេះនាងពុំសូវបានសម្រាកស្កប់ស្កល់ឡើយទើបនៅពេលដែលមកដល់ផ្ទះស្នាក់វិញនាងក៏បានតម្រិតខ្លួនលេងទៅលើគ្រែហើយក៏ដេកលង់លក់ដោយមិនដឹងខ្លួនរចនាចាំមិនច្បាស់ថានាងបានដេកលក់រយៈពេលប៉ុន្មានម៉ោងឡើយនាងដឹងត្រឹមថានៅពេលដែលនាងដឹងខ្លួនមកវិញមេឃរាំងងងឹតទៅហើយរចនាក៏រួតរះក្រោកចេញពីគ្រែហើយដើរចុះទៅក្រោមផ្ទះដើម្បីបរិភោគអាហារពេលល្ងាចហើយជាពិសេសទៅទៀតនោះគឺទៅជួបនឹងបងប្រុសរបស់នាងដើម្បីសួរនាំអំពីរឿងបញ្ហាជាមួយនឹងអ្នកជាប់របងថាបានដោះស្រាយដល់ណាដល់ណីហើយអ្នកនាងរចនាអញ្ជើញពិសាបាយមកហូបខ្ញុំទៅនឹងធ្វើឆ្អិនថ្មីនៅក្តៅល្អណាស់មីងទេវីពិតជាដឹងចិត្តរបស់រចនាមែនគ្រាន់តែឃើញនាងដើរចុះពីលើជណ្ដើរមិនទាន់ដល់ក្រោមផងគាត់ក៏លើកម្ហូបទាំងល្ងាចមករងចាំនាងជាស្រេចមិនឲ្យនាងលំបាកអង្គុយរងចាំគាត់ឡើយរចនានិងមីងទេវីបានដើរតម្រង់ទៅរកតុក្រោមផ្ទះព្រមគ្នាដោយមីងទេវីជាអ្នកកាន់ថាសម្ហូបនិយាយអញ្ចឹងបងទីវ៉ាន់កំពុងមើលការដ្ឋាននៅខាងមុខមែនទេមីងចុះគាត់បានពិសាបាយហើយឬនៅរចនាសួរទៅមីងទេវីខណៈកំពុងបន្ទន់ខ្លួនអង្គុយនៅលើតុបាយអូលោកប្រុសទីវិនត្រឡប់ទៅសៀមរាបវិញតាំងពីម៉ោង 4 ម្លេះលោកប្រុសថាបានអ្នកនាងនិន្ទ្រាលោកស្រួលទៅមិនចង់រំខានក៏បានចេញរថយន្តត្រឡប់ទៅវិញតែម្ដងទៅមីងបានខាត់លោកប្រុសឲ្យស្នាក់នៅទីនេះមួយយប់ដែរប៉ុន្តែគាត់មិនព្រមសោះមើលទៅបងប្រុសម្នាក់នេះប្រហែលជានឹកប្រពន្ធនឹងកូនរបស់គាត់ខ្លាំងហើយទើបទ្រាំសម្រាកនៅទីនេះមួយយប់មិនបានហើយសុខចិត្តចេញទៅវិញទាំងល្ងាចបែបហ្នឹងរចនាបញ្ចប់ប្រយោគរបស់ខ្លួនដោយសម្លេងសាយកខឹសតិចនៅនឹងដើមកខណៈដែលមីងទេវីកំពុងរៀបចំដួសបាយដាក់ចានឲ្យខ្លួនរចនាក៏បានសួរនាំទៅកាន់មីងទេវីបន្តនិយាយអញ្ចឹងស្អែកនេះខ្ញុំត្រូវចេញដំណើរពីព្រលឹមផងដំបូងខ្ញុំមិនចង់រំខានមីងទេប៉ុន្តែដោយសាររសជាតិបបរគ្រឿងដែលមីងធ្វើឲ្យខ្ញុំហូបព្រឹកមិញគឺពិតជាឆ្ងាញ់ខ្លាំងណាស់
ទៅខ្ញុំចង់រំខានមីងឲ្យជួយធ្វើឲ្យខ្ញុំហូបនៅព្រឹកស្អែកមួយដងទៀតតើបានទេមីងចាប្រកាសជាបានព្រោះមីងទម្លាប់ក្រោកតាំងពីម៉ោង4ទៀបភ្លឺរៀងរាល់ថ្ងៃស្រាប់ទៅហើយនឹងប៉ុន្តែថ្ងៃនេះអ្នកនាងតូចរចនាមានការទេណាដែរទើបត្រូវចេញដំណើរទាំងព្រឹកព្រលឹមបែបនេះគឺខ្ញុំត្រឡប់ទៅភ្នំពេញវិញនៅថ្ងៃស្អែកមកសម្លូត2ថ្ងៃនេះខ្ញុំនឹកផ្ទះរបស់ខ្ញុំពេញទំហឹងហើយជាពិសេសនឹកម្ហូបដែលជាស្នាដៃរបស់ម៉ាក់តែម្ដងរចនានិយាយដោយអំណរដែលខ្លួនបានត្រឡប់ទៅផ្ទះវិញបែបនេះហាទៅភ្នំពេញវិញចាបើមានបញ្ហាអ្វីមែនទេអ្នកមីងបើអ្នកនាងត្រឡប់ទៅភ្នំពេញវិញបាត់ចុះបញ្ហានៅទីនេះលោកទីវ័នចាត់ចែងនរណាឲ្យមកដោះស្រាយបន្តសំណួរមេងទីវីធ្វើឲ្យរចនាបើកភ្នែកធំដោយភាពស្រឡាងកាំងនិងបញ្ញាប់សួរបកទៅគាត់វិញយ៉ាងលឿនដោះស្រាយបញ្ហាអ្វីទៅមីងខ្ញុំដូចជាស្ដាប់មិនយល់សោះចុះក្រែងពីថ្ងៃរសៀលបងទីវ័នបានមកដោះស្រាយបញ្ហាជាមួយនឹងតាពេស្វាណែគឺថាលោកនរិននោះរួចហើយមែនទេនៅទេអ្នកនាងបញ្ហានៅពុំទាន់បានដោះស្រាយរួចទេមិនទាន់បានដោះស្រាយរួចទេចុះបើពុំទាន់បានដោះស្រាយរួចហេតុអ្វីបងទីវ័នត្រឡប់ទៅវិញចុះគាត់បាននិយាយអ្វីមុននឹងចាក់ចេញដែរឬទេមីងមានគឺគាត់ផ្ដាំមកថានិយាយដល់តំនេះមីងទីវីស្រាប់តែអេះអុញហាក់ស្ទាក់ស្ទើរនឹងស្រដីបន្តគាត់ផ្ដាំយ៉ាងម៉េចខ្លះមីងប្រញាប់ប្រាប់ខ្ញុំឲ្យលឿនមកមីងនៅអេះអុញយូរបែបនេះខ្ញុំគាំងបេះដូងស្លាប់ឥឡូវហើយកុំតន់ស្លាប់ឥឡូវអីអ្នកនាងបើអ្នកនាងស្លាប់បាត់តើបាននរណាទៅចាំបើកប្រាក់ខែឲ្យពួកខ្ញុំទៅមីងរចនាស្រីកំហុកដាក់ទៅវិញទីវីវិញនេះជាលើកទី1ហើយដែលរចនាជ្រុលមាត់ដំឡើងសំឡេងដាក់មនុស្សចាស់បែបនេះលោកប្រុសទីវ័នផ្ដាំមកថាអ្នកនាងគឺជាអនាគតអ្នកគ្រប់គ្រងនៅទីនេះដូច្នេះបញ្ហានៅទីនេះអ្នកនាងត្រូវតែរកវិធីដោះស្រាយដោយខ្លួនឯងគាត់មិនលូកដៃចូលជ្រៀតជ្រែកកិច្ចការរបស់អ្នកនាងឡើយអូគាត់និយាយបែបនេះមែនហ៎មីងនេះបងទីវ័នគិតអ្វីហ្នឹងទើបលែងដៃពីការងារហើយទុកខ្ញុំចោលតែម្នាក់ឯងបែបនេះរឿងនេះមីងក៏មិនច្បាស់ដូចគ្នាមីងនិយាយតាមតែអ្វីដែលលោកប្រុសទីវ័នប្រាប់ដែរទេពាក្យសម្ដីរៀបរាប់របស់មីងទេវីធ្វើឲ្យរចនាលេបបាយល្ងាចមួយពេលនេះមិនចូលឡើយទោះបីសម្លកកោក្តៅដែលមីងទេវីបានចម្អិនរួចហើយមានក្លិនឈ្ងុយជាប់ច្រមុះយ៉ាងណាក៏ដោយរចនាបានរត់ឡើងទៅលើផ្ទះវិញយ៉ាងលឿនដោយមិនខ្វល់អំពីសម្លេងស្រែកខាត់របស់មីងទេវីឡើយរឿងដំបូងដែលរចនាប្រញាប់ធ្វើមុនគេគឺចុចទូរស័ព្ទទៅបងប្រុសរបស់នាងប៉ុន្តែទីវ័នមិនបានលើកទូរស័ព្ទរបស់រចនាឡើយនាងព្យាយាមចុចហៅម្ដងហើយម្ដងទៀតក៏នៅតែគ្មានអ្នកទទួលដែររចនាសម្លឹងមើលលេខទូរស័ព្ទរបស់បងប្រុសទាំងចិត្តក្តៅដូចបាយពុះព្រោះមិននឹកស្មានថាបងប្រុសម្នាក់នេះបែរចិត្តដាច់ទុកនាងឲ្យនៅប្រឈមមុខតែម្នាក់ឯងនិងមនុស្សប្រុសលំបាកនិយាយស្ដាប់គ្នាដូចជានរិននេះសោះឈានចូលមកដល់ថ្ងៃខែថ្មីព្រះសូរិយាក៏ចាប់ផ្ដើមបញ្ចេញរស្មីគ្របដណ្ដប់លើដែនដីដ៏ពិសិដ្ឋនាពេលព្រឹកព្រលឹមដំណក់ទឹកសន្សើមស្រក់លើស្រទាប់ផ្កាបានជួយលើកសម្រស់បុប្ផាឲ្យកាន់តែស្រស់ញញឹមជាងមុនស្រីតូចរចនាដែលធ្លាប់តែគេងត្រមុខរហូតដល់ថ្ងៃរះលើចុងថ្នោតក៏ត្រូវបង្ខំចិត្តក្រោកពីព្រលឹមដោយសារសំឡេងមាន់រងាវគួបផ្សំនឹងពន្លឺព្រះអាទិត្យដែលជះចូលតាមចន្លោះបង្អួចហើយចាំងមកលើផ្ទៃមុខរបស់នាងបន្ទាប់ពីពុតពៀនរាងកាយរួចក៏ក្រោកពីគ្រែទៅបើកបង្អួចដើម្បីស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹមក្រែងអាចជួយឲ្យអារម្មណ៍របស់នាងបានធូរស្បើយពីភាពតប់ប្រមល់ខ្លះគ្រាដែលស្រីតូចបើកបង្អួចភ្លាមកៅភ្នែកស្រីក៏ប្រទាក់នឹងកៅភ្នែកមុតថ្លារបស់មនុស្សដែលនាងមិនចង់ជួបមុនគេបង្អស់ពេលឃើញវត្តមានកំឡោះនរិនដែលកំពុងឈរធ្វើអ្វីមិនដឹងនៅចិត្តរបងផ្ទះបែបនេះអារម្មណ៍ដែលរចនាចង់គយគន់ទេសភាពនៅពេលព្រឹកទាំងអំបាលម៉ាន
ក៏រលែកបាត់អស់រលីងរចនាសម្លក់មុខនាយនរិនបន្តិចមុននឹងបិទបង្អួចលន់ស៊ុបក្តាំងធ្វើឲ្យមីងទេវីដែលយកអាហារពេលព្រឹកមកទុកឲ្យនាងនៅខាងក្រោមផ្ទះភ្ញាក់បាសដៃបាសជើងសូម្បីតែកូនឆ្កែរួមពណ៌សត្នោតដែលឈរក្បែរនរិនក៏ភ្ញាក់នឹងសម្លេងបិទទ្វាររបស់នាងដែរផ្ទុយទៅវិញកំឡោះនរិនបែរជាគ្មានប្រតិកម្មអ្វីសោះនឹងសម្លេងក្តុងក្តាំងដែលបង្កឡើងដោយរចនាហើយថែមទាំងលួចញញឹមចុងមាត់នឹងបានដៀងភ្នែកសម្លឹងទៅកាន់បង្អួចផ្ទះស្នាក់របស់រចនាហាក់កំពុងបង្កប់នៅគំនិតលាក់បាំងអ្វីមួយយ៉ាងដែលគេមិនអាចសន្មត់បានថាជាបំណងអ្វីឲ្យប្រកបឡើយ